ខ្ញុំម្ចាស់សូមលំអរកាយក្រាបថ្វាយបង្គំព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថនរោត្តមសីហមុនីព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជានិងសម្ដេចព្រះមហាក្សត្រីព្រះវររាជមាតាជាតិខ្មែរក្នុងសេរីភាពសេចក្តីថ្លៃថ្នូរនិងសុភមង្គលជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតខ្ញុំម្ចាស់នាងខ្ញុំសូមក្រាបថ្វាយបង្គំនិងសូមគោរពជម្រាបសួរទូរទស្សនិកជនទាំងក្នុងនិងក្រៅប្រទេសជាទីគោរពនិងជាទីមេត្រីលំដាប់តទៅនេះខ្ញុំម្ចាស់សូមលំអរកាយក្រាបថ្វាយបង្គំស្ដេចយាងទតនិងទស្សនាព័ត៌មានព្រះរាជសកម្មភាពរបស់ព្រះករុណាព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាដែលមានជាបន្តបន្ទាប់ដូចតទៅព្រះករុណាជាអង្គម្ចាស់ជីវិតលើត្បូងព្រះបាទសម្ដេចព្រះបរមនាថព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតព្រះអង្គបានសពព្រះរាជហឫទ័យប្រោសព្រះរាជទានឯកឧត្តម Mohammed Abdellahi Al-Bukhari Al-Walali ចូលក្រាបថ្វាយបង្គំគាល់ថ្វាយសាតាំងនៅព្រះទីនាំងទេវីវិនិច្ឆ័យព្រះបរមរាជវាំងវេលាម៉ោង 11 ព្រឹកថ្ងៃទី 24 ខែសីហាឆ្នាំ 2026 ក្នុងឱកាសដែលឯកឧត្តមត្រូវបានរដ្ឋាភិបាលនៃសាធារណរដ្ឋអ៊ីស្លាមម៉ូរីតានីតែងតាំងជាឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពរបស់ម៉ូរីតានីប្រចាំព្រះរាជាណាចក្រកម្ពុជាវ៉ាទៀពុតព្រះករុណាជាអង្គម្ចាស់ជីវិតលើត្បូងមានព្រះរាជហឫទ័យបេតិសមនក្រៃលែងសូមទទួលស្វាគមន៍ចំពោះវត្តមានឯកឧត្តមឯកអគ្គរដ្ឋទូតដែលបានអញ្ជើញមកបំពេញភារកិច្ចក្នុងវិស័យការទូតនៅព្រះរាជាណាចក្រកម្ពុជានាពេលនេះដើម្បីបន្តការថែរក្សាពង្រឹងនិងពង្រីកនៅទំនាក់ទំនងនៃចំណងមេត្រីភាពរវាងប្រជាជាតិនៃប្រទេសយើងទាំងពីរកម្ពុជាម៉ូរីតានីជាមិត្តដ៏ប្រសើររបស់កម្ពុជាឲ្យមានការរីកចម្រើនគង់វង្សតរៀងទៅក្នុងព្រះបរមនាមដ៏ខ្ពង់ខ្ពស់បំផុតនៃអង្គព្រះមហាក្សត្ររាជរដ្ឋាភិបាលនិងប្រជាជាតិកម្ពុជាទាំងមូលព្រះករុណាជាអង្គម្ចាស់ជីវិតលើត្បូងជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតព្រះអង្គសពព្រះរាជហឫទ័យប្រោសព្រះរាជទាននៅការគាំទ្រ 100% ចំពោះការបំពេញបេសកកម្មការទូតរបស់ឯកឧត្តមឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋអ៊ីស្លាមម៉ូរីតានីនៅព្រះរាជាណាចក្រកម្ពុជាព្រះករុណាជាអង្គម្ចាស់ជីវិតលើត្បូងព្រះអង្គសពព្រះរាជហឫទ័យប្រោសព្រះរាជទាននៅសេចក្តីសង្ឃឹមជឿជាក់យ៉ាងមុតមមចំពោះការខិតខំប្រឹងប្រែងបំពេញការងាររបស់ឯកឧត្តមជាអ្នកការទូតដ៏ឧត្តមឧត្តមរបស់អ៊ីស្លាមម៉ូរីតានីនៅក្នុងអាណត្តិបំពេញបេសកកម្មរបស់ឯកឧត្តមពិតជាបានធ្វើឲ្យទំនាក់ទំនងមិត្តភាពសាមគ្គីភាពនិងកិច្ចសហប្រតិបត្តិការទ្វេភាគីលើគ្រប់វិស័យរវាងប្រទេសយើងទាំងពីរកម្ពុជាម៉ូរីតានីនឹងកាន់តែទទួលបាននូវការរីកចម្រើនរឹងមាំបន្ថែមទៀតឆ្លៀតក្នុងឱកាសដ៏ប្រពៃនេះដែរព្រះករុណាជាអង្គម្ចាស់ជីវិតលើត្បូងជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតព្រះអង្គសពព្រះរាជហឫទ័យថ្លែងអំណរគុណដ៏ជ្រាលជ្រៅចំពោះថ្នាក់ដឹកនាំនិងប្រជាជាតិម៉ូរីតានីដែលបានបង្កើតនូវកិច្ចសហប្រតិបត្តិការល្អជាមួយកម្ពុជាទាំងកិច្ចសហប្រតិបត្តិការទ្វេភាគីនិងពហុភាគី
រួមចំណែកធ្វើឲ្យការស្ថាបនានៅកម្ពុជាមានការរីកចម្រើនជឿនលឿនដោយឥតឈប់ឈរឯកឧត្តមឯកអគ្គរដ្ឋទូតម៉ូរីតានីបានថ្លែងអំណរព្រះរាជគុណដ៏ជ្រាលជ្រៅថ្វាយព្រះករុណាចង្សម្ចាស់ជីវិតលើត្បូងជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតព្រះអង្គសពព្រះរាជហឫទ័យប្រោសព្រះរាជទាននៅកិត្តិយសដ៏ខ្ពង់ខ្ពស់ចំពោះឯកឧត្តមឯកអគ្គរដ្ឋទូតបានចូលក្រាបថ្វាយបង្គំគាល់ថ្វាយសាតាំងក្នុងឱកាសដ៏ថ្លៃថ្លានេះឯកឧត្តមឯកអគ្គរដ្ឋទូតម៉ូរីតានីបានថ្វាយសេចក្តីគោរពនឹករលឹកនិងព្រះពរជ័យពីឯកឧត្តមប្រធានាធិបតីនៃសាធារណរដ្ឋអ៊ីស្លាមម៉ូរីតានីថ្វាយព្រះករុណាចង្សម្ចាស់ជីវិតលើត្បូងព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតសូមព្រះអង្គបានប្រកបនៅព្រះរាជសុខភាពល្អបរិបូរណ៍ព្រះជន្មយឺនយូរជាង100ព្រះវស្សាដើម្បីគង់ប្រថាប់នៅជាម្លប់ដ៏ត្រជាក់ដល់ជនរួមជាតិជាបងប្អូនកូនចៅរបស់ព្រះអង្គជារៀងរហូតតទៅឯកឧត្តមឯកអគ្គរដ្ឋទូតម៉ូរីតានីបានទូលថ្វាយនៅការបដិញ្ញាចិត្តចំពោះព្រះភ័ក្ត្រព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតថានឹងខិតខំប្រឹងប្រែងយកអស់ពីកម្លាំងកាយចិត្តនិងសមត្ថភាពដែលមានធ្វើយ៉ាងណាឲ្យទំនាក់ទំនងមិត្តភាពនិងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងប្រទេសយើងទាំងពីរមានការរីកចម្រើនស្និទ្ធស្នាលនិងឋិតថេរជានិច្ចនិរន្តរ៍តទៅព្រះករុណាជាអង្គម្ចាស់ជីវិតលើត្បូងព្រះអង្គសពព្រះរាជហឫទ័យប្រោសព្រះរាជទានពរជ័យមង្គលជូនឯកឧត្តមឯកអគ្គរដ្ឋទូតម៉ូរីតានីនិងសហការីសូមបានប្រកបនៅសុខភាពល្អអាយុយឺនយូរនិងសូមឲ្យឯកឧត្តមឯកអគ្គរដ្ឋទូតទទួលបានជោគជ័យក្នុងការបំពេញបេសកកម្មការទូតដ៏វិសេសវិសាលរបស់ឯកឧត្តមនៅព្រះរាជាណាចក្រកម្ពុជាតាមរយៈនៃវត្តមានឯកឧត្តមឯកអគ្គរដ្ឋទូតព្រះករុណាជាអង្គម្ចាស់ជីវិតលើត្បូងជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតបានប្រោសព្រះរាជទាននៅព្រះរាជបណ្ដាំសាក់សួរសុខទុក្ខព្រះរាជហឫទ័យនឹករលឹកជូនឋានៈដឹកនាំនៃម៉ូរីតានីប្រកបដោយមនោសញ្ចេតនាមិត្តភាពជាភេត្រៈដ៏ជ្រាលជ្រៅថែមទៀតសម្រាប់ប្រជាជាតិនៃប្រទេសយើងទាំងពីរទូរទស្សនិកជនជាទីគោរពព័ត៌មានព្រះរាជកម្មភាពរបស់ព្រះករុណាព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាដែលស្ដេចយើងទតនឹងទស្សនានៅពេលនេះចាប់តែប៉ុណ្ណេះខ្ញុំម្ចាស់សូមលំអរកាយក្រាបថ្វាយបង្គំលានិងគោរពជម្រាបលា